មកធ្វើការនៅប្រទេសកូរ៉េណាគេក៏ចង់បានបន្ទប់គេងមួយម្នាក់ឯងដែរអ្នកនរគ្នារោងចក្រផ្សិតភាគច្រើនគឺ10ហើយមាន2ទៅ3កន្លែងឯងដែលមានបន្ទប់គេងមួយម្នាក់ឯងហើយបន្ទប់ធំស្អាតទៀតចំណែកតែរោងចក្រពួកខ្ញុំវិញបន្ទប់គេងគឺទូចខ្លាំងមែនតើអ្នកនរគ្នានៅមួយពីរនាក់និយាយរួមតាមមកខ្លួនមកប្រឡោះទេឲ្យតែយើងចេះរៀបចំបន្ទប់តូចក៏គ្មានបញ្ហាមើលទៅវាអត់ចង្អៀតចឹងណាអ្នកនរគ្នាកុំឲ្យតែយើងទុកអញញ៉ៃថ្ងៃហ្នឹងចាយគាត់ធ្វើការនៅរោងចក្រផ្សេងទេតែតកែជាមួយគ្នាតកែខ្ញុំឲ្យតែឃើញបន្ទប់តនេអត់បានគឺហៅគ្នាមកដេកជុំគ្នាគាត់ដើម្បីបន្ទប់គាត់តនេហើយស្អីយើងដឹងស្រាប់ហើយមិនថាដូរការងារឬក៏រើផ្ទះឬអីទេគឺអីវ៉ាន់ស្មើនឹងអ្នកលក់អនឡាញនៅកូរ៉េហ្មងអ្នកនរគ្នាគឺច្រើនខ្លាំងមែនតើមើលតែពុកនេះទៅគឺដឹងហើយគឺដាក់មកគឺពាក់កណ្ដាលផ្ទះហ្មងអ្នកនរគ្នានឹងមកធ្វើការនៅនឹងអត់ទាន់បានមួយឆ្នាំស្រួលបួយណាអីវ៉ាន់ប៉ុណ្ណឹងហើយចុះទាំងរំ2ទៅ3ឆ្នាំសាក់សម័យមើលអ្នកនរគ្នាពូកគ្រាន់តែដាក់មកគឺពាក់កណ្ដាលផ្ទះហ្នឹងបន្ទប់មួយប៉ុណ្ណឹងនៅមួយពីរនាក់គឺទូចខ្លាំងមែនតើអ្នកនរ